បាទសួស្តីបងប្អូនអរគ្នាបាទនេះជាពេលថ្ងៃត្រង់អញ្ចឹងយើងដាក់ចំណីឲ្យវាស៊ីម្ដងទៀតបងប្អូនហើយចាដាក់ទៅចំណីមន់ខ្ញុំអត់មានរើសអីទេមានចំណីលេងណៃណាទេត្រូវដាក់ស្រូវត្រូវអង្គត្រូវបាយពោតកិនពោតអីណាបងប្អូនចាឲ្យស៊ីនេះមេឃស្រឡះល្អយើងអង្គុយដាក់ស្រូវឲ្យមន់ស៊ីហើយអង្គុយមើលវាបងប្អូនការអង្គុយមើលមន់ស៊ីចំណីនេះវាជារឿងសំខាន់ដែរណាបងប្អូនបាទណាមើលរំលងចំណុចនេះពេលយើងឲ្យចំណីមន់យើងអង្គុយមើលគឺវាមានអត្ថប្រយោជន៍ទី1យើងអាចដឹងថាមន់យើងមួយណាដែលមិនស្រួលខ្លួនវាអត់ស៊ីចំណីវាអត់ចិត្តចំណីអញ្ចឹងយើងតាមដានមើលដឹងពេលដែលយើងបាចចំណីយើងអាចតាមដានមើលសុខភាពវាបងប្អូនយើងមើលនៅនេះតដឹងហ្នឹងការតាមដានទៅដាក់ចំណីអញ្ចឹងវាចំណេញអញ្ចឹងហើយមួយទៀតឲ្យមន់នឹងវាសាំងជាមួយយើងស្រួលហ่ะពេលកាលណាដាក់ចំណីយើងនៅក្បែរវាសាំងលើក្រោយគាត់ទៅឃើញយើងវាតាមយើងយើងចិញ្ចឹមមន់បើយើងស្រឡាញ់វាគឺចិញ្ចឹមអញ្ចឹងតែបជាបងប្អូននេះខ្ញុំចិញ្ចឹមមន់លំអបងប្អូនអត់មែនមន់ស្រែមន់សាច់អីទេអញ្ចឹងវិធីសាស្ត្រដាក់ចំណីខ្ញុំគឺខ្ញុំធ្វើអញ្ចឹងដាក់ឲ្យវាតាមយើងហើយមួយទៀតតាមដានសុខភាពវាអាណាមិនស៊ីអីវាអត់ស្រួលខ្លួនយើងពិនិត្យមើលចាប់វាមើលទៅថាវាម៉េចបានវាអត់ស៊ីអញ្ចឹងបងប្អូនបាទបងប្អូនហើយវីដេអូមានការណែនាំតែប៉ុណ្្នឹងឯងវីដេអូខ្លីៗនេះបាទអញ្ចឹងមានឱកាសខ្ញុំនឹងធ្វើវីដេអូវែងបញ្យល់បងប្អូនអាច comment សួរឲ្យបានទេបងប្អូនតែឥឡូវខ្ញុំធ្វើវីដេអូខ្លីៗសិនព្រោះ channel YouTube ខ្ញុំវាមានអ្នក subscribe នឹងតិចអ្នកជាវបងប្អូនក៏មានឲ្យកើនឡើងតិចខ្ញុំនឹងបរៀននិយាយទៅយកចែករំលែកបទពិសោធន៍នៃការចិញ្ចឹមមិនមែនបរៀនទេបងប្អូនអធិស្ឋានបាទអរគុណច្រើនបងប្អូនជួបគ្នាវីដេអូក្រោយ